ខេត្តមួយចំនួនកំពុងជន់លិចខណៈទំនប់ទន្លេចៅប្រយ៉ាទប់លែងជាប់យោងតាមការចេញផ្សាយដោយសារព័ត៌មានកៅសុតនៅថ្ងៃទី16ខែកញ្ញាដោយសារទឹកទន្លេចៅប្រយ៉ាកាន់តែឡើងខ្ពស់ព្រោះភ្លៀងធ្លាក់ខ្លាំងនាយកដ្ឋានធារាសាស្ត្រថៃបានបង្កើនការបង្ហូរទឹកចេញពីទំនប់ចៅប្រយ៉ាចន្លោះពី2000ទៅ2500ម៉ែត្រគូបក្នុងមួយវិនាទីនាំឲ្យកម្ពស់ទឹកនៅក្រោមទំនប់ទឹកកើនឡើងពី40ទៅ60សង់ទីម៉ែត្របង្កជាទឹកជំនន់ដល់ខេត្តមួយចំនួនខេត្តដែលនៅក្បែរទន្លេកំពុងជួបប្រទះទឹកជំនន់ជាពិសេសខេត្តអយុធ្យាដោយស្រុកចំនួន6ត្រូវបានជន់លិចរួចប៉ះពាល់ដល់គ្រួសារជាង25,000គ្រួសារនិងបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ជាពិសេសវត្តអារាមនិងផ្ទះនៅតាមមាត់ទន្លេជន់លិចខ្លាំងជាងគេដោយអ្នកស្រុកត្រូវបង្ខំចិត្តធ្វើដំណើរតាមទូកដើម្បីការពាររមណីយដ្ឋានប្រវត្តិសាស្ត្រដូចជាវត្តឆៃវឌ្ឍនារាមនិងតំបន់ឧស្សាហកម្មសំខាន់ពីការជន់លិចទឹកអាជ្ញាធរថៃបានបើកទ្វារទឹកនិងលូដើម្បីបង្វែរទឹកចូលទៅទីកន្លែងស្តុកទឹកវិញលើសពីនេះទៀតនាយកដ្ឋានធរយាសាក៏បានចេញសេចក្តីព្រមានដល់ខេត្តចំនួន11នៅក្បែរទន្លេចៅប្រយ៉ាឲ្យត្រៀមទប់ទល់នឹងទឹកជំនន់ខណៈទឹកដែលហូរចេញពីទំនប់ចៅប្រយ៉ានឹងកើនឡើងលើសពី2.5ម៉ែត្រគូបក្នុងមួយវិនាទីខេត្តទាំង11ដែលរងការព្រមានរួមមានដូចជាខេត្តឧទ្ធានីឆាយណាតសិង្ហបុរីអាងថនសុផានបុរីព្រះនគរស្រីអយុធ្យាលបបុរីប៉ាធំផានីនប់ថាបុរីសមុទ្រប្រាកាននិងទីក្រុងបាងកកមិនមែនមួយទេគឺពីរថៃនឹងជួបព្យុះផ្ទួនគ្នានៅចុងខែនេះនិងដើមខែក្រោយលើកនេះប្រទេសថៃនឹងត្រូវវាយប្រហារដោយព្យុះចំនួន2បន្តកន្ទុយគ្នាតែម្ដងដោយតាមសេចក្តីរាយការណ៍របស់ការិយាល័យធនធានទឹកនៃប្រទេសថៃព្យុះមួយនឹងវាយប្រហារនៅចុងខែនេះនិងព្យុះមួយទៀតនឹងវាយប្រហារនៅដើមខែក្រោយនៅក្នុងសេចក្តីប្រកាសដែលចុះផ្សាយដោយសារព័ត៌មាន The Nation កាលពីថ្ងៃច័ន្ទទី15ខែកញ្ញាឆ្នាំ2025បានឲ្យដឹងថាឥទ្ធិពលរបស់វានឹងបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេសបង្កើតជាជំនន់រហ័សបំណាក់ដីនិងរុញឲ្យទឹកទន្លេឡើងហក់ខ្លាំងគំរាមកំហែងដល់ទំនប់ជាច្រើនកន្លែងដោយសារតែហានិភ័យខ្លាចបាក់ទំនប់ព្រោះមានភ្លៀងធ្លាក់ខ្លាំងទៀតការិយាល័យធនធានទឹកថៃបានបង្កើតការរំដោះទឹកចេញពីទំនប់ចៅប្រយ៉ាចន្លោះពី2000ទៅ2500ម៉ែត្រគូបក្នុងមួយវិនាទីនាំឲ្យកម្ពស់ទឹកនៅក្រោមទំនប់កើនឡើងពី40ទៅ60សង់ទីម៉ែត្របង្កជាទឹកជំនន់ដល់ខេត្តមួយចំនួនថៃកំពុងតល់គ្នារឿងបង្កកគណនេយ្យពលរដ្ឋធ្វើឲ្យកើតចលាចលប្រជាជនថៃជាច្រើនអ្នកបានសម្រុកទៅដកលុយតាមធនាគារបន្ទាប់ពីគណនេយ្យរបស់អ្នកខ្លះត្រូវបានបង្កកដោយមិនដឹងមូលហេតុទើបក្រោយមកក្រសួងហិរញ្ញវត្ថុបញ្ជាក់ថានេះគឺជាផ្អាកបណ្ដោះអាសន្នសិនព្រោះរកឃើញមានគណនេយ្យคล้ายៗយ៉ាងច្រើនដែលលាងលុយកខ្វក់តាមរយៈការធ្វើប្រតិបត្តិការបាញ់លុយចេញចូលញឹកញាប់យ៉ាងណាចំណាត់ការនេះបានបង្កជាចលាចលទូទាំងប្រទេសដោយមនុស្សម្នាក់នាំគ្នាសម្រុកទៅដកលុយតាមទូ ATM ដល់ថ្នាក់បង្កជាទំនាស់នៅក្នុងចំណោមសមាជិកសភានិងមន្ត្រីក្រសួងហិរញ្ញវត្ថុតាមរយៈការចេញផ្សាយដោយបាងកកប៉ុស្តិ៍គណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុនិងធនាគាររបស់ព្រឹទ្ធសភារួមជាមួយគណៈកម្មការច្បាប់និងយុត្តិធម៌បានធ្វើសន្និសីទសារព័ត៌មានកាលពីថ្ងៃច័ន្ទទី15ខែកញ្ញាឆ្នាំ2025ដើម្បីបង្ហាញអំពីកង្វល់របស់ពលរដ្ឋជុំវិញបញ្ហានេះសមាជិកព្រឹទ្ធសភាលោកប៉ាឡាវ៉ាត់ថាន់ស៊ីរីដែលជាអ្នកនាំពាក្យគណៈកម្មការសេដ្ឋកិច្ចបានទទួលស្គាល់ថាកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំតាមអ៊ីនធឺណិតនិងម្ចាស់គណនេយ្យคล้ายៗគឺជារឿងចាំបាច់បំផុតថៃជួបគ្រោះរំជួយដីកាន់តែញឹកញាប់ដោយរំជួយដីមួយទៀតបានវាយប្រហារខេត្តផាយ៉ាវតាមរយៈការចេញផ្សាយដោយសារព័ត៌មាន The Nation គ្រោះរំជួយដីមានកម្រិត 1.6 វិកទ័រវាយប្រហារខេត្តផាយ៉ាវភាគខាងជើងប្រទេសថៃទាំងកណ្ដាលត្រៀតខណៈរយៈពេលត្រឹម1សប្តាហ៍ថៃជួបគ្រោះរំជួយដីប្រមាណជា4ដងនៅក្នុងខេត្តផ្សេងៗគ្នាយោងទៅតាមនាយកដ្ឋានអង្គការការរំជួយដីថៃគ្រោះរំជួយដីនេះបានកើតឡើងនៅវេលាម៉ោង 12:09 នាទីកណ្ដាលត្រៀតថ្ងៃ
ថ្ងៃអង្គារមានកម្រិត 1.6 វិកទ័រ និងមានជម្រៅ 1 គីឡូម៉ែត្រ ចំណុចកណ្ដាលនៃការរំជួយដីមានទីតាំងនៅក្នុងស្រុកដងខាំតៃ ខេត្តផាយ៉ាវ មកទល់ពេលនេះមិនទាន់មានរបាយការណ៍អំពីការខូចខាតឬរបួសក្នុងរំជួយដីនោះទេ ដោយអាជ្ញាធរថៃកំពុងតាមដានស្ថានភាពនិងបានណែនាំដល់ប្រជាពលរដ្ឋនៅតំបន់ឲ្យមានការប្រុងប្រយ័ត្ននិងត្រៀមខ្លួនសម្រាប់ការវិវត្តបន្ថែមទៀត គួរបញ្ជាក់ថាចាប់តាំងពីថ្ងៃទី 9 ដល់ថ្ងៃទី 16 ខែកញ្ញា ប្រទេសថៃបានជួបគ្រោះរំជួយដីប្រមាណជា 4 ដងនៅក្នុងខេត្តផ្សេងៗគ្នា ដូចជានៅក្នុងខេត្តឧបលរាជធានី ឈៀងម៉ៃ សាធុន និងផាយ៉ាវជាដើម គ្រោះរំជួយដីទាំងនេះបង្ហាញថាប្រទេសថៃកាន់តែមានហានិភ័យខ្ពស់នៃការរំជួយដី បង្កឲ្យមានការព្រួយបារម្ភនៅក្នុងចំណោមប្រជាជនថៃ និងទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្លិនសង្គ្រាមលោកលើកទី 3 ចាប់ផ្ដើមធំបណ្ដាហើយ បន្ទាប់ពីចក្រភពអង់គ្លេសប្រកាសពីការបញ្ជូនយន្តហោះចម្បាំងទៅកាន់ប្រទេសប៉ូឡូញ ដើម្បីទប់ទល់ជាមួយរុស្ស៊ី ខណៈថ្មីនេះបារាំងក៏បានប្រកាសពីការបញ្ជូនយន្តហោះពីរឃាតទៅកាន់រដ្ឋជាសមាជិកអង្គការ NATO មួយនេះដូចផងដែរ ក្នុងអំឡុងពេលកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍លេខ 4 អង់គ្លេសនៅថ្ងៃច័ន្ទទី 15 ខែកញ្ញាឆ្នាំ 2025 នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer បានបញ្ជាក់យ៉ាងច្បាស់ថាទីក្រុងឡុងនឹងជួយការពារមេឃប៉ូឡូញបន្ថែមទៀត បន្ទាប់ពីការលុកលុយយ៉ាងកក្លឿនពីសំណាក់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីកាលពីសប្តាហ៍មុន លោក Starmer និយាយថាវាជារឿងដ៏ត្រឹមត្រូវនៅក្នុងការធ្វើបែបនេះ ហើយវានឹងមិនត្រឹមត្រូវឡើយប្រសិនបើនៅស្ងៀមចំពោះទង្វើឈ្លានពានរបស់រុស្ស៊ី ទីតាំងអង់គ្លេសក៏ដូចជា EU នៅទីក្រុងគៀវត្រូវបានលោកពូទីនវាយប្រហារដែរកាលពីប្រមាណសប្តាហ៍មុន ច្បាស់ណាស់រុស្ស៊ីកំពុងបានដៃវាយប្រហាររឹតតែខ្លាំង ហើយវាជារឿងសំខាន់ដែល NATO ត្រូវពូតដៃគ្នា ទោះបីជាយ៉ាងណាក៏ដោយលោក Starmer មិនប្រាប់លម្អិតឡើយថាអង់គ្លេសនឹងបញ្ជូនយន្តហោះចម្បាំងទៅប៉ុន្មានគ្រឿង ឬក៏បញ្ជូនទៅពេលណានោះ រុស្ស៊ីប្រកាសថាពេលនេះអង្គការ NATO កំពុងធ្វើសង្គ្រាមជាមួយខ្លួនតាមរយៈការផ្ដល់ជំនួយយោធាដោយផ្ទាល់និងប្រយោលទៅកាន់អ៊ុយក្រែន ការប្រកាសនេះកើតចេញពីមាត់អ្នកនាំពាក្យវិមានក្រមឡាំលោក Dmitry Peskov ហើយត្រូវបានយកមកផ្សាយដោយសារព័ត៌មាន RT កាលពីថ្ងៃច័ន្ទទី 15 ខែកញ្ញាឆ្នាំ 2025 យ៉ាងណាក៏ដោយការឆ្លើយតបទៅរដ្ឋមន្ត្រីការបរទេសប៉ូឡូញដែលស្នើឲ្យមានការដាក់ទ័ព NATO បន្ថែមលើអ៊ុយក្រែនដើម្បីធានាសន្តិសុខផងនោះ លោក Peskov បានប្រមានថាគ្មានអ្វីត្រូវសង្ស័យទៀតឡើយ ហើយក៏មិនចាំបាច់រកភស្តុតាងអ្វីបន្ថែមទៀតដែរប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយដើម្បីបង្ហាញថា NATO កំពុងចូលរួមនៅក្នុងសង្គ្រាមជាក់ស្ដែងតាមរយៈការផ្ដល់ជំនួយយោធាឲ្យទីក្រុងគៀវ មុននេះរដ្ឋមន្ត្រីការបរទេសប៉ូឡូញលោក Radoslaw Sikorski បានស្នើឲ្យអ្នកគាំទ្រលោកខាងលិចរបស់អ៊ុយក្រែនត្រូវហ៊ានប្រឈមមុខដោយផ្ទាល់ជាមួយរុស្ស៊ី ដោយមិនត្រូវបដិសេធវត្តមានយោធាលោកខាងលិចនៅអ៊ុយក្រែនទេ ការធានាសន្តិសុខរបស់ទីក្រុងគៀវត្រូវតែមានវត្តមានរបស់ទ័ព NATO